សួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាភេទបន្លែថ្មីរបស់យើងគឺចូលស្តុកទៀតហើយការខាត់ណាលឿងល្អទៅតែប្រមូលផលអលពណ៌លឿងស្ពៃក្តោបមណ្ឌលការីស្រួយផ្អែមឆ្ងាញ់ពេញប៉ះមកពីប្រទេសមានជ័យស្រុកមង្គលបុរីហើយប្រទេសនេះគឺមកពីស្រុកមង្គលបុរីដូចគ្នាចំណែកពេញប៉ះ cherry នេះមកពីខាងចំការថ្ម3ដុំហើយក៏មានតសក់ផ្អែមមកពីខាងសំឡូតតសក់ផ្អែមនេះគឺតសក់ផ្អែមដែលឆ្ងាញ់ខ្លាំងមែនតើមកសក់ផ្អែមឆ្ងាញ់លេខ1ហ្មងណាចឹងបងដែលចាំតសក់ផ្អែមហ្នឹងអាចកំងបានដោយសារតែអត់ចេះតែមានរហូតទេតសក់ផ្អែមហ្នឹងគឺយូរមានម្ដងចឹងណាដោយសារតែវាពិបាកក្នុងការដាំក៏មានជាមួយនឹងពោតលឿងមកពីខាងខេត្តកដាលចាមានសាឡាត់ចាតែគ្រាន់តែរឿងអានេះយើងដាក់ទៅខ្យល់ទៅវាស្វិតតិចតែសាឡាត់យើងស្រស់ល្អហ្មងមានជាមួយនឹងក្រូចថ្លុងនិយាយទៅបន្លែយើងគឺចូលស្តុកថ្មីស្រស់ជារៀងរាល់ថ្ងៃអញ្ចឹងសម្រាប់បងដែលចង់បានបន្លែសុខភាពកុំភ្លេចជាមួយនឹងឡាកាដិនយើងណានិយាយទៅមិនមែនមានតែលក្ខពណ៌លឿងទេលក្ខក្រហមថ្មីស្រស់នេះក៏យើងមានដែរជាមួយនឹងចេកបងលឿងរបស់ខាងក្រុមហ៊ុនពិសិដ្ឋហើយយើងមានសកានីមានចេកដាំវ៉ាមានផ្លែទៀបមានផ្លែក្រូចផ្លែក្រូចនេះគឺមកពីវាលវែងចាលហុងក៏មកពីវាលវែងដូចគ្នាដែរហើយនេះគឺពេញប៉ោះ cherry មកពីចំការថ្ម3ដុំយើងមានពណ៌លឿងយើងមានពណ៌ក្រហមជាប្រភេទ cherry ផ្អែមរសជាតិគឺផ្អែមឆ្ងាញ់បងប្អូនធ្លាប់ញ៉ាំគឺដឹងហើយជាមួយនឹងក្រូចឆ្មារបស់យើងនេះអត់សូវស្អាតទេប៉ុន្តែគឺទឹកច្រើនហើយឈ្ងុយក្រូចឆ្មានេះគឺមកពីខាងកវាញដូចគ្នាហើយយើងមានការ៉ុតយើងមានកលងជ្វាសាច់ពណ៌ការ៉ុតមកពីខាងសយ៉ងកោះកេយើងមានត្រាវនេះក៏មកពីសយ៉ងកោះកេខាងព្រះវិហារដែរហើយយើងមានប្រភេទជាខ្ចីមកពីខាងកោះដាច់ហើយនឹងការ៉ុតមកពីខាងមណ្ឌលគិរីចឹងសម្រាប់បងប្អូនដែលចង់បានបន្លែសុខភាពកុំភ្លេចណាជាមួយនឹងឡាកាដិនគឺតានីថ្មីស្រស់សុខភាពជូនបងប្អូនតែម្ដងអរគុណច្រើនសូមជម្រាបលាបាយបាយ